ពងមន់ពងទាពងកងានបើសិនជាបណ្ដោយឲ្យមេកាពងតាមបែបធម្មជាតិពេលខ្លះមួយសម្បុកញាស់បានត្រឹមតែ2 3ពងប៉ុណ្ណោះឯខ្លះទៀតមេក៏ចឹកស៊ីពងខ្លួនឯងនៅក្នុងសម្បុកនឹងផងដែរដើម្បីជៀសវាងនៅបញ្ហាទាំងអស់នេះយើងគួរតែងាកមកមើលម៉ាស៊ីនភ្ញាស់សិតអូតូចំនួនថ្មីស្វ័យប្រវត្តិដែលមានទំហំខ្នាត130ពងវាស័ក្តិសមមែនទែនសម្រាប់អ្នកដែលចិញ្ចឹមមាន់ឬក៏ទាកងានទួចដែលមានចំនួនចាប់ពី10 20ក្បាលឡើងទៅម៉ាស៊ីននេះមានមុខងារអូតូស្វ័យប្រវត្តិបង្វិលពងដោយខ្លួនឯងយើងមិនចាំបាច់ហត់អង្គុយបង្វិលពងនោះទៀតទេវានឹងបង្វិលពងក្នុងអំឡុងពេល2ម៉ោងធ្វើម្ដង2ម៉ោងធ្វើម្ដងជារៀងរាល់ថ្ងៃជារៀងរាល់ពេលវេលាតែម្ដងហើយមួយទៀតគឺមុខងារអូតូបង្ហូរទឹកដោយស្វ័យប្រវត្តិផងដែរមិនចាំបាច់ហត់អង្គុយចាក់ទឹកទេយើងគ្រាន់តែភ្ជាប់ជាមួយនឹង10កូកាឬក៏10ភេសជ្ជៈផ្សេងៗណាភ្ជាប់ចូលក្នុងម៉ាស៊ីនវានឹងបង្ហូរទឹកពី10ហ្នឹងចូលក្នុងម៉ាស៊ីនតែខ្លួនឯងហើយអូតូមួយទៀតគឺអូតូកំណត់កម្ដៅស្ថានភាពនៅពេលដែលយើងភ្ញាស់ពងមាន់យើងដាក់ 37.8 ឬក៏ 37.5 ទៅវានឹងរក្សាភាពអូតូនឹងថេប៉ុណ្ណឹងជាប់រហូតតែម្ដងម៉ាស៊ីននេះផ្ដល់ភាពងាយស្រួលចំពោះអ្នកប្រើប្រាស់ជាប្រចាំថ្ងៃយើងគ្រាន់តែពិនិត្យមើលពងណាដែលមានគុណភាពល្អយកមកដាក់ភ្ញាស់ពិនិត្យមើលទឹករបស់ម៉ាស៊ីនពិនិត្យមើលភ្លើងដំណើរការជាប្រក្រតីរបស់ម៉ាស៊ីនដល់ថ្ងៃចាំតែយកកូនចេញពីម៉ាស៊ីនរួចជាការស្រេចហើយនេះគឺជារូបរាងទាំងមូលរបស់ម៉ាស៊ីនភ្ញាស់ស្ទុតអូតូចំនួនថ្មីខ្នាត130ពងដែលមានសភាពធំទូលាយហើយត្រឹមតែមួយជាន់តែប៉ុណ្ណោះនេះជាផ្នែកខាងក្នុងមានភាពស្រឡះល្អមែនទែននៅក្នុងការដាក់ភ្ញាស់ពងវាមានជើងដឡូបង្វិលពងដោយខ្លួនឯងយើងអាចសរសេរចេញចូលទៅតាមទំហំសិតតូចនិងសិតធំចឹងសាច់ចិញ្ចៀងរបស់វាគឺជាប្រភេទសាច់ចិញ្ចៀងជ័រថ្លាយើងងាយស្រួលនៅក្នុងការតាមដានមើលពងនៅខាងក្នុងនៅពេលដែលយើងដាក់ភ្ញាស់ជាប្រចាំថ្ងៃហើយនៅពេលដែលពងញាស់ចេញជាកូនមកយើងក៏មើលឃើញនៅខាងក្នុងនឹងផងដែរចឹងផ្ដល់ភាពងាយស្រួលមែនទែនហើយនៅពេលដែលពុកម៉ែបងប្អូនទិញម៉ាស៊ីនភ្ញាស់ទៅយើងមានថែមឧបករណ៍មួយចំនួនដូចជាអំពូលកម្ដៅកូនមាន់50វ៉ាត់ពើឆ្លោះពងមាន់ដែលយើងដាក់ថ្មតេឡេសម្រាប់អង្គុយឆ្លោះមើលពងបាទមានកំប៉ុងដាក់ចំណីកំប៉ុងដាក់ទឹកប្រើជាមួយនឹងកូនមាន់ណាហើយកំប៉ុងដាក់ដបទឹកបាញ់សម្អាតលាងនៅពេលដែលយើងភ្ញាស់ជាប្រចាំថ្ងៃវាមានក្លិនជាពិសេសគឺយើងផ្ដល់ជូននៅក្បួននៃការភ្ញាស់ពងមាន់ដែលទទួលបានជោគជ័យយើងរៀបចំជាមួយកញ្ចប់មួយថងអញ្ចឹងដាក់នៅក្នុងម៉ាស៊ីនភ្ញាស់ជួនពុកម៉ែបងប្អូនទាំងគ្នាយកទៅប្រើជាមួយនឹងម៉ាស៊ីនកាន់តែពិសេសម៉ាស៊ីនភ្ញាស់មួយនេះមានមុខងារដំណើរការជាមួយនឹងចរន្តអគ្គិសនីចំនួន2គឺយើងអាចប្រើជាមួយនឹងភ្លើងរត់ AC 220របស់យើងក៏បានឬក៏យើងអាចប្រើជាមួយនឹងអាគុយ DC 12V ជំនួសនៅពេលដាច់ភ្លើងក៏បានផងដែរចឹងមិនថាអាគុយប្រមាណអំពែទេយើងប្រើបានទាំងអស់ណាយើងគ្រាន់តែចាប់នឹងអាគុយវានឹងដំណើរការដោយស្វ័យប្រវត្តិអញ្ចឹងអគ្គិសនីក៏បានភ្លើងអាគុយក៏បានដែរមួយណាក៏បានដែរនៅពេលដែលយើងប្រើអាគុយយើងដកភ្លើងអគ្គិសនីចេញនៅពេលយើងប្រើភ្លើងអគ្គិសនីយើងដកអាគុយចេញនៅពេលដែលពុកម៉ែបងប្អូនទិញម៉ាស៊ីនភ្ញាស់សិតពីហាងយើងខ្ញុំទៅយើងមានផ្ដល់ជូននៅលិខិតធានាត្រឹមត្រូវបាទกระดาษបេកាប័ត្រទិញលក់ត្រឹមត្រូវយើងធានាជូនមួយខែខូចដូរថ្មីធានាគ្រឿងបន្លាស់6ខែដោយមិនមានការគិតថ្លៃគិតលុយទេបើសិនជាមានការផ្លាស់ប្ដូរគ្រឿងបន្លាស់សេវាកម្មជួសជុល1ឆ្នាំពេញខាងខ្ញុំក៏មានផ្ដល់ជូននៅវិធីសាស្ត្រនៃការភ្ញាស់បាទតារាងកម្មវិធីនៃការភ្ញាស់ពងមាន់គេភ្ញាស់មិនពងកងានពងទួចពងទាគេដាក់កម្ដៅម៉ានអីម៉ានគឺយើងមានផ្ដល់ជូនការណែនាំមកស្អាតហើយនៅលើម៉ាស៊ីនរបស់យើងមានម៉ាកយីហោ logo របស់យើងហាងពីមេ incubator របស់យើងឈ្មោះរបស់យើងត្រឹមត្រូវនៅលើក្បាលម៉ាស៊ីននីមួយៗបាទអញ្ចឹងគឺផ្ដល់ទំនុកចិត្តខ្ពស់មែនទែនចំពោះអ្នកប្រើប្រាស់ម៉ាស៊ីនហើយនេះគឺជាផ្នែករូបរាងខាងក្នុងនៃម៉ាស៊ីនបាទមានសភាពធំទូលាយសាច់ចិញ្ចៀងជ័រថ្លាល្អងុំកម្ដៅលទ្ធផលនៃការញាស់ហ្នឹងគឺ 90% តែម្ដងបាទអញ្ចឹងម៉ាស៊ីនហ្នឹងអាចផលិត10ពងអាចផលិតបាន8ទៅ9ពងហើយយើងគិតថា 90% ចុះបាទអញ្ចឹងមិនថាពងមាន់មិនថាពងទាមិនថាពងកងានយើងអាចដាក់ភ្ញាស់បានគ្រប់ទំហំពងតូចពងធំបាទដោយសារតែម៉ាស៊ីននេះវាមានប្រឡោះជើងដឡូនេះអាចលើកចេញចូលបានឧទាហរណ៍តែពងទារបស់យើងទំហំប៉ុណ្ណឹងយើងដាក់ប៉ុណ្ណឹងពងកងានរបស់យើងទំហំប៉ុណ្ណឹងនេះយើងដាក់ប្រឡោះវាប៉ុណ្ណឹងទៅបាទអញ្ចឹងយើងអាចសរសេរទៅតាមទំហំតូចទំហំធំគ្រប់ប្រភេទពងទាំងអស់ពងទួចក៏យើងដាក់ភ្ញាស់បានធម្មតាចំពោះម៉ាស៊ីននេះវាភ្ជាប់មកជាមួយនឹងសំណាញ់ស្បៃពណ៌សមួយទុកឲ្យយើងប្រើនៅពេលដែលពងនៅក្នុងម៉ាស៊ីនគ្រប់អាយុត្រូវញាស់ជាពិសេសពងមាន់គឺ18ថ្ងៃគឺដល់ថ្ងៃញាស់អញ្ចឹងយើងយកវាមកក្រាបពីលើជើងអាឡូដាក់ពងនៅមួយចំហៀងបែបហ្នឹងអញ្ចឹងដើម្បីធៀមរងចាំពងហ្នឹងញាស់ចេញជាកូនមកវាអាចដើរនៅលើសំណាញ់ស្បៃពណ៌សនេះដោយមិនមានករណីខូចជើងនិងធ្លាក់កូនមាន់នៅក្នុងបាតខាងក្រោមនោះទេបើសិនជាយើងមានពងចាស់ផងពងថ្មីផងយើងគួរតែបែងចែកម៉ាស៊ីនចេញជា2យើងយកសំណាញ់ពណ៌សមកបត់បែបហ្នឹងអញ្ចឹងមកយើងនឹងទទួលបានម៉ាស៊ីនបែងចែកចេញជា2ផ្នែកបើសិនជាពុកម៉ែបងប្អូនដាក់ជាមួយនឹងប្រភេទពងថ្មីបន្តទៀតយើងគួរតែដាក់នៅផ្នែកខាងស្ដាំដើម្បីឲ្យវាបង្វិលពងបន្តទៀតហើយពងដែលជាប្រភេទពងចាស់គ្រប់អាយុត្រូវញាស់គឺគួរតែដាក់
ដាក់នៅលើសំណាញ់ពណ៌សដើម្បីត្រៀមលក្ខណៈនៃការញាស់ដូច្នេះចំពោះការភ្ញាស់ជាប្រចាំថ្ងៃពុកម៉ែបងប្អូនគ្រាន់តែមើលទៅលើ3ចំណុចសំខាន់ៗតែប៉ុណ្ណោះទី1គឺយើងមើលទឹកកុំឲ្យម៉ាស៊ីនដាច់ទឹកឬក៏រីងទឹកពីបាតម៉ាស៊ីនទី2យើងមើលប្រព័ន្ធភ្លើងឲ្យប្រកាសថាម៉ាស៊ីនយើងបានដំណើរការជាមួយនឹងកម្ដៅដ៏ត្រឹមត្រូវទី3យើងមើលទៅលើគុណភាពពងណាដែលល្អយើងយកមកដាក់ភ្ញាស់ពងណាដែលមិនល្អយើងដកចេញអញ្ចឹងយើងមើល3ចំណុចតែប៉ុណ្្នឹងអរគុណច្រើនពុកម៉ែបងប្អូនទាំងគ្នាដែលបានគ្រប់គ្រងជាមួយនឹងយីហោ Premier Incubator យើងខ្ញុំអរគុណច្រើន